សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដៃនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីការ boost view live stream របស់អ្នកទាំងអស់គ្នាដោយជាដំបូងអ្នកទាំងអស់គ្នាគាត់ដាក់សាញ app នៅក្នុង website JS Amundsen មកដោយអ្នកទាំងអស់គ្នាគាត់ចូលមកកាន់ Google Chrome ឬក៏អ្នកទាំងអស់គ្នាប្រើជា iPhone អ្នកទាំងអស់គ្នាអាចចូលទៅកាន់ Safari បានក្នុងនោះដែរបើសិនជាអ្នកទាំងអស់គ្នាជាសមាជិកថ្មីមិនទាន់បានចុះឈ្មោះចូលទេអ្នកទាំងអស់គ្នាអាចចូលបង្កើតមួយមកដែលពួកយើងនឹងដាក់វីដេអូដោយដាក់ជា link នៅក្រោមវីដេអូនេះឯងនៅក្នុង description ខាងក្រោមហ្នឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលពីរបៀបការចុះឈ្មោះនឹងបានដោយជាដំបូងអ្នកទាំងអស់គ្នាចូលមកក្នុង website យើងសិនមកហើយអ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមការធ្វើសេវាកម្មបានហើយអ្នកទាំងអស់គ្នាគាត់ចុចអូសមើលលើពីកន្លែងនេះទៅខាងស្ដាំដៃនៅពេលដែលអូសខាងស្ដាំដៃទៅអ្នកទាំងអស់គ្នានឹងឃើញពីជា Facebook អីចឹងអ្នកទាំងអស់គ្នាគាត់ចុចទៅនៅពេលអ្នកទាំងអស់គ្នាចុចហើយអ្នកទាំងអស់គ្នាចុចពី category នេះដើម្បីរកជា Facebook ណាដែលអ្នកទាំងអស់គ្នាចង់បានដូចខ្ញុំនិយាយមិញខ្ញុំចង់បានជា live stream view អញ្ចឹងខ្ញុំត្រូវអូសហៅមើលវាដើម្បីចុចចូលដោយក្នុងនោះដែរ Facebook វាមាន live stream view ជាពីរបែបមួយ live stream viewer HQ ហើយនឹង live stream view និងមួយទៀត live stream view ធម្មតាបានន័យថា live stream HQ ហ្នឹងគេនិយាយថា high quality អញ្ចឹងខ្ញុំឧទាហរណ៍នេះតើខ្ញុំយកអាខាងក្រោមនេះនៅពេលដែលចុចពី category ហ្នឹងហើយខ្ញុំត្រូវមករកសេវាកម្មកន្លែងពាក្យ service នេះម្ដងដើម្បីរកប្រភេទសេវាកម្ម live stream view មួយណាដែលខ្ញុំចង់បានតើនេះដូចអានេះវានៅក្នុងកំឡុងពេលរបៀបថាយើងធ្វើវាឲ្យមាន view នោះរយៈពេល30នាទីហើយតម្លៃវាប៉ុណ្ណឹងក្នុង 1000 view ហើយខាងក្រោមនោះដូចគ្នាវាប្រហែលគ្នាទេអញ្ចឹងជាឧទាហរណ៍អ្នកទាំងអស់គ្នាខ្ញុំយកនេះជាឧទាហរណ៍លេខកូដ494ហ្នឹងហើយក្នុងនោះដែរក៏វាមានពិពណ៌នាពីសេវាកម្មហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលដែរនេះបន្ទាប់មកអ្នកទាំងអស់គ្នាអាច copy link ពីវីដេអូ live stream ដែលអ្នកទាំងអស់គ្នាចង់បានហ្នឹងយកមកដាក់នៅក្នុងប្រអប់ cloud នេះមកហើយអ្នកទាំងអស់គ្នាគ្រាន់តែ switch ទៅ Facebook ដោយហៅវីដេអូណាអ្នកទាំងអស់គ្នាថាចង់ឡើង view ហ្នឹងមកដល់អ្នកទាំងអស់គ្នាគាត់ចុចសញ្ញាត្រី3នេះហើយនឹងឃើញពាក្យ copy link នេះនៅពេលអ្នកទាំងអស់គ្នា copy link ហើយអ្នកទាំងអស់គ្នាចុចចូលក្នុង website វិញមកអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមធ្វើការផាស link នៅក្នុងនឹងបានហើយដោយការធ្វើហ្នឹងគឺសំខាន់ជាងគេដោយសារ link នឹងឯងហើយចំដាក់ចំនួនដូចគេដាក់យ៉ាងតិច10និងយ៉ាងច្រើន50000អញ្ចឹងខ្ញុំដាក់10ជាឧទាហរណ៍អ្នកទាំងអស់គ្នានៅពេលនឹងដែរការចំណាយទឹកប្រាក់របស់អ្នកទាំងអស់គ្នាលើសេវាកម្មហ្នឹងគឺវានឹងគិតឲ្យអ្នកទាំងអស់ស្រីជ័យអញ្ចឹងអ្នកទាំងអស់គ្នា submit បាននៅពេលអ្នកទាំងអស់គ្នា submit ហើយអ្នកទាំងអស់គ្នានឹងឃើញពី order receive ហ្នឹងហើយបានន័យថាការវិជាធ្វើសេវាកម្មរបស់អ្នកទាំងអស់គ្នាក្នុងហ្នឹងគឺទទួលបានជោគជ័យហើយរាល់ការធ្វើសេវាកម្មរបស់អ្នកទាំងអស់គ្នាគឺវាអាចនឹងរងចាំប្រើប្រាស់ពេលបន្តិចបន្តួចក្នុងនេះអ្នកទាំងអស់គ្នាអាចចូលមកមើលបានដល់ក្នុងនេះមិញ view វាបានតែ100ម៉ានទេហើយដោយជាក់ស្ដែងឥឡូវពេលធ្វើហើយវារៀងកើន view ហើយ view ហ្នឹងកើននៅក្នុងរយៈពេល30នាទីដោយសារតែវាយើងប្រើសេវាកម្មមួយដែលកំឡុងពេលរយៈពេល30នាទីហ្នឹងណាអញ្ចឹងបានន័យថាវាអូខេហើយជាមួយនឹងការធ្វើសេវាកម្មរបស់អ្នកទាំងអស់គ្នាហើយយើងក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់